សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងរៀនការប្រៀបធៀបនៅរៀបលំដាប់ចំនួនហើយតោះយើងទៅអនុវត្តលំហាត់ទាំងអស់គ្នាណាកណា1ចូលប្រៀបធៀបចំនួនទស្សភាគដែលប្រើសញ្ញាតូចធំឬក៏ស្មើអញ្ចឹងមានចំនួននេះ 13.256 ជាមួយនឹង 13.248 អញ្ចឹងកូនសង្កេតមើលផ្នែកគុតស្មើគ្នាណាផ្នែកភាគ10ខ្ទង់ភាគ10ស្មើគ្នាទៀតតែក្នុងខ្ទង់ភាគរយមានលេខ5លេខ4អញ្ចឹងលេខ5ធំជាងនាំឲ្យចំនួន 13.256 ធំជាងចូលដល់ខចំនួន 245.662 ចឹងផ្នែកគុតស្មើគ្នាណាកណាដល់ផ្នែកខ្ទង់ភាគ10ស្មើគ្នាភាគរយខាងនេះ6ខាងនេះ5អញ្ចឹងធ្វើឲ្យចំនួន 245.162 ធំជាងចាធំជាង 245.159 កែវ85ផ្នែកគុតដូចគ្នាភាគ10មានលេខ6ភាគ10មានលេខ6ស្មើគ្នាលេខ5ក្នុងភាគរយលេខនេះក្នុងភាគរយមាន5ដូចគ្នាមួយទៀតអស់ខ្ទង់ហើយមួយទៀត0អញ្ចឹងអាអត់ហើយនឹង0តម្លៃវាមិនកូនដូចគ្នាអញ្ចឹងធ្វើឲ្យចំនួន2នឹងមិនគ្នាស្មើគ្នាអញ្ចឹងកូនដល់ចូលដល់ចំណុចខែវផ្នែកគុត674ស្មើគ្នាដល់នេះភាគ10មានលេខ0ភាគ10មានលេខ8អញ្ចឹងកូនកុំច្រឡំថាខាងក្រោយចុចមានរហូតដល់3ខ្ទង់មើលមួយផ្លែតគឺចំនួននេះធំជាងហ្មងអត់ទេកូនទៅមើលតាមផ្នែកតម្លៃខ្ទង់របស់វាកូនសង្កេតមើលខ្ទង់ភាគ10ខាងនេះមានលេខ0ហ្នឹងហើយខ្ទង់ភាគ10នេះមានលេខ8ចុះបើសិនជាអ្នកគ្រូថែម0នៅគ្រប់3ខ្ទង់នេះឡើងដល់800នេះបានតែ0.80ហ្នឹងអញ្ចឹងធ្វើឲ្យចំនួន674ធំជាង674.8 674.080 ទូជាង 674.80 ចូលដល់ចំណុចទី2គេឲ្យកូនរៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំនិងច្រាស់ត្រឡប់មកវិញពាក្យច្រាស់ត្រឡប់មកវិញមានន័យថាពេលដែលកូនរៀបពីតូចទៅធំហើយកូនរៀបពីធំទៅតូចវិញនៅតម្លៃលេខដដែលអញ្ចឹងយើងសេចម្លើយទាំងអស់គ្នាកូនមើលខ្ទង់ភាគផ្នែកគុត78 78 78 77អញ្ចឹងតូចជាងគេហើយ77នេះហ่ะ 77.985 4ចាបន្ទាប់មកទៀតកូនមើលលេខណាតូចជាងគេនេះ086 087 335អញ្ចឹង086តិចជាងគេអញ្ចឹងយើងបាន 78.086 អញ្ចឹងបន្ទាប់មកទៀតប៉ុន្មានកូនចា 78.087 ហើយធំជាងគេគឺ78.305អញ្ចឹងច្រាស់ត្រឡប់មកវិញលេខដដែលហ្នឹងកូនណាចាលេខដដែលច្រាស់ត្រឡប់មកវិញកូនគ្រាន់តែយកលេខពីមុខពីក្រោយយកមកដាក់ពីមុខមកមានន័យថាពីធំទៅតូចមកកូនឃើញបាត់ណាចាអញ្ចឹងចូលដល់ខដូចគ្នាពីទូទៅធំមុន108 106នេះធំជាងគេអញ្ចឹងបាននិយាយទេនិយាយតែ3នេះមកខ្ទង់ភាគ10មានលេខ3នេះមានលេខ3ដែរនេះមានលេខ2នេះតូចជាងគេអញ្ចឹង 185.285 ទៅជាងគេបន្ទាប់មកទៀតបានកូនចានេះ 185.30 បន្ទាប់មកលេខ 185.306 និងចុងក្រោយគេដែលអ្នកគ្រូថាធំជាងគេហ្នឹងលេខបានកូនចា 186.009 ហើយរៀបវាពីធំទៅតូចវិញ 186.009 បន្ទាប់មក 185.306 185.30 185.285